សួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះតាក៏ហើយស្វាគមន៍មកកាន់អេពីសូតទី2នៃការសម្ដែងសាច់រឿងរបស់យើងទាំងអស់គ្នាហើយអ្វីដែលខ្ញុំចង់សុំទៅកាន់អ្នកទាំងអស់គ្នាមុននឹងចូលទៅកាន់អេពីសូតទី2របស់យើងដូចគ្រប់គ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ក៏ដូចជាជួយចុច subscribe ដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងហើយតោះយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅការពីអេពីសូតមុនគឺចាប់ត្រឹមពេលដែលរ៉ែនតារ៉ូជាមួយនឹងវ៉ាការីគឺបើកប្អួយតាណាគ្នានឹងនេះឯងរបស់យោហើយវ៉ាការីគឺជាសិស្សសាលាស្រីខីយ៉ូហើយនៅពេលនោះរ៉ែនតារ៉ូផ្ទាល់គឺគាត់អស់ពលឹងលេងតែម្ដងហើយរឿងយើងក៏កាត់មកដល់លបងសូហេវិញនិយាយពីថាជីវិតហ្នឹងគឺរោគរាក់ចុយឯងនិយាយថាសិស្សសាលាខីយ៉ូហ្នឹងមើលមកគេហ្នឹងគេដូចបីសាអញ្ចឹងនិយាយពីថាមើលចិត្តចុយបែបហើយសូម្បីតែសាខូជាមួយនឹងអាយ៉ាតូហ្នឹងក៏កម្មដែរចង់និយាយថាស្អាតប៉ុណ្ណាក៏អត់ខ្វល់សំខាន់នឹងស្អប់ចឹងហើយថ្ងៃហ្នឹងមិត្តភក្តិបរ៉ែនតារ៉ូឆ្ងល់ខ្លាំងមែនទែនតែហេតុអីបានជាអាប៉ែរ៉ែនតារ៉ូហ្នឹងបិទវាំងននចឹងហើយខែរដងហ្នឹងរ៉ែនតារ៉ូតែងតែលួចមើលសិស្សសាលាខីយ៉ូរហូតតែហើយនៅពេលនោះរ៉ែនតារ៉ូក៏តបវិញរបស់កាច់យកឲ្យចិត្តថាហ្មងមិនដែលបានតែមើលខាងហ្នឹងទេវើយបន្ទាប់ពីឃើញរ៉ែនតារ៉ូបែបនេះមានអារម្មណ៍ថាជុយហើយអាប៉ែហ្នឹងប្លែកមួយថ្ងៃហ្នឹងហើយនៅពេលនេះផងដែររ៉ែនតារ៉ូហ្នឹងគឺគាត់គិតច្រើនខ្លាំងមែនទែនដោយសារតែអីគេគ្រាន់តែឃើញវ៉ាការីភ្លាមគឺបិទវាំងននភ្លាមហ្មងគឺខ្លាចវ៉ាការីហ្នឹងគឺអន់ចិត្តទៅកាន់ខ្លួនឯងអីចឹងទៅនៅពេលដែលពួកគេចេញត្រឡប់ទៅផ្ទះវិញពួកគេក៏ទៅដើរលេងជាមួយគ្នាផងដែរតែនៅពេលនោះមុខសាលារបស់ពួកគេហ្នឹងគឺមានភាពអ៊ូអរដោយសារតែមិនដឹងណាគេទេមករងចាំនៅមុខសាលាហ្នឹងការពិតទៅគឺជាវ៉ាការីសោះដោយរ៉ែនតារ៉ូគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនតែប្រហែលជាវ៉ាការីហ្នឹងចាំតែគេផ្សេងហើយភ្លាមនោះសូហេនឹងហេតុតែអន់ចិត្តទៅលើសិស្សសាលាខីយ៉ូផ្ទាល់គេក៏និយាយថាហួយជាឯងនឹងមកត្រូវការអីចែរកអីនៅនឹងហើយវ៉ាវនឹងមកធ្វើអីគេតែគេអញញ៉ៃពេករ៉ែនតារ៉ូនឹងក៏រត់ទៅចាប់អាប៉ែនឹងមកវិញផងដែរហើយក៏សុំទោសទៅកាន់វ៉ាការីដែលមិត្តភក្តិរបស់ខ្លួននឹងគឺអញញ៉ៃអញ្ចឹងហើយនៅពេលនេះអត់ខ្វល់ច្រើនទេសំខាន់សូហេគាត់គឺចំណែនខ្លាំងមែនតើស្រីខាងហ្នឹងគឺតែងតែអិចនរខ្ញុំរហូតចឹងហើយខ្ញុំដឹងថាម្នាក់ស្រីហ្នឹងប្រកាសជាមកចាំណាគេហើយហេតុអីបានជាម្នាក់នោះមិនមែនជាខ្ញុំចឹងហើយនៅពេលនោះរ៉ែនតារ៉ូគាត់ក៏រៀងផ្អើលផងដែរខ្លាចអាប៉ែនឹងដឹងតែមានណាសូហេចេញទៅធ្វើក្មេងតូចមកបដាចាប់ប្រោយរបស់កាច់យកអញអន់ចិត្តហេតុអីបានជាម្នាក់ប្រុសនោះមិនមែនជាឯងចឹងនៅពេលដែលឃើញថាសូហេហ្នឹងរៀងឆោតពេករ៉ែនតារ៉ូហ្នឹងក៏រៀងធូរទ្រង់បន្តិចដែរហើយនៅពេលនោះមិត្តភក្តិស្រីនៅសាលាខីយ៉ូរបស់វ៉ាការីហ្នឹងគឺមកបុកជាមួយនឹងគ្នាបើទូប្រោះហ្នឹងចេញតែម្ដងដោយសារតែកញ្ញាអស់ហ្នឹងគឺគិតថាក្រុមបរ៉ែនតារ៉ូហ្នឹងគឺធ្វើបាបវ៉ាការីអីអញ្ចឹងណាសូហេដល់ឃើញអញ្ចឹងគិតថានាងក៏ដូចជាលើសពេកទេគួរសុំទោសគេខ្លះទៅប៉ុន្តែចាយអស់ហ្នឹងគឺអត់ទេចង់និយាយថាកុំយកដៃប៉ះខ្ញុំអសោះមើលតែមុខដូចគេចាប់ច្បាច់ចកញាត់ចូលឆ្នាំងហើយនៅពេលនេះរ៉ែនតារ៉ូគឺដឹងខ្លួនខុសខ្លាំងមែនតើដោយសារតែអីខ្លួនឯងហ្នឹងគឺធ្វើអត់ស្គាល់វ៉ាការីហ្នឹងឯងតែតទៅគិតទៅថាមានអារម្មណ៍ថាវ៉ាការីដូចជាម្ចាស់ខ្ញុំដោយអត់ទ្រាំបានរ៉ែនតារ៉ូហ្នឹងគាត់ក៏ញឹមទៅតែព្យាយាមយកដៃទប់មាត់ខ្លួនឯងកុំឲ្យអាញឹមហើយនៅពេលដែលដើរទៅមុខហ្នឹងសូហេក៏ស្រាប់តែងាកមកក្រោយហើយក៏សួរថាចុំរ៉ែនតារ៉ូកាត់អីហ្នឹងអត់ដែរឃើញមុខរ៉ែនតារ៉ូអញ្ចឹងសោះហើយតទៅពេលធ្វើមុខអញ្ចឹងមានអារម្មណ៍ថាដូចគួរខ្លាចដល់នេះរបស់កាច់យកឲ្យធ្វើមិនបំមនុស្សសុបាយចិត្តហើយពួកគេក៏មកក្រៅអូខេច្រៀងលេងផងដែរសូហេច្រៀងតែឯងហ្នឹងឯងនៅពេលនេះផងដែរសាខុហ្នឹងគឺសង្កេតមើលទៅកាន់រ៉ែនតារ៉ូមកសន្ទុះហើយរ៉ែនតារ៉ូតើឯងមានរឿងអីមែនហើយតើក្បាលរបស់ឯងត្រូវអីគេហើយដោយលេងអញ្ចឹងហ្នឹងរ៉ែនតារ៉ូគាត់គឺមិនដឹងប្រាប់មិត្តភក្តិគាត់ថាម៉េចទេហើយគាត់ប្រាប់ថាវាគ្រាន់តែជារបួនទិញទួយទេហើយនៅពេលដែលរ៉ែនតារ៉ូក៏មកដល់ផ្ទះគាត់វិញក៏បានឃើញថាវ៉ាការីហ្នឹងគឺបានមកចាំជាមួយនឹងរ៉ែនតារ៉ូហ្នឹងហើយដោយវ៉ាការីមកថ្ងៃនេះគឺចង់មកសុំទោសទៅកាន់រ៉ែនតារ៉ូដែលនាងគឺមិនគួរទៅចាំគាត់នៅមុខសាលាអញ្ចឹងទេហើយនៅពេលនោះផងដែរអ្នកម្ដាយរបស់រ៉ែនតារ៉ូហ្នឹងក៏បានស្ដីឲ្យទៅកាន់កូនប្រុសរបស់ខ្លួនឯងថារបស់កាច់យកឲ្យធ្វើកូនប្រុសស្អីឲ្យកូនស្រីគេអង្គុយចាំឡើងមកយូរចឹងហើយមកវ៉ាការីញ៉ាំខេយ៉ាត់អត់ទេប៉ុន្តែក្បាលពូវិញគឺលង្កោហើយនៅពេលនោះរ៉ែនតារ៉ូក៏បបួលវ៉ាការីញ៉ាំខេកជុំគ្នាផងដែរនិយាយវាថាបានដាក់ចូលមាត់ឲ្យគឺឆ្ងាញ់យកហ្មងដំបូងរ៉ែនតារ៉ូអត់ជឿថាវ៉ាការីនឹងគឺមកចាំខ្លួនហ្នឹងហើយវ៉ាការីក៏តបវិញកាប់ទៅខ្ញុំមានបំណងទៅជួបលោកហ្នឹងហើយតែត្រង់ទៅលើបែបនេះរ៉ែនតារ៉ូក៏តបទៅវិញថាពេលដែលខ្ញុំឃើញនាងបែបនេះគឺខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនតើដោយនិយាយត្រង់ពេកហ្នឹងក៏អៀនខ្លួនឯង
ទៅតែវ៉ាការីផ្ទាល់ក៏ចូលចិត្តម្នាក់និយាយត្រង់ចឹងដែរហើយរ៉ាន់តារ៉ូក៏និយាយថាខ្ញុំស្មានតែនាងលែងមករកខ្ញុំទៀតតាហើយវ៉ាការីក៏សួរថាម៉េចបានគិតអញ្ចឹងហើយរ៉ាន់តារ៉ូក៏តបទៅវិញដោយសារតែខ្លួនឯងនឹងគឺរៀននៅសាលាជារីហើយវ៉ាការីនឹងគឺរៀននៅសាលាខេយ៉ូដោយសារតែសាលាពីរនឹងគឺអត់ត្រូវគ្នាទេអញ្ចឹងហើយពេលដែលវ៉ាការីចំណាយពេលនៅមួយជុំអញ្ចឹងអាចធ្វើវ៉ាការីបាក់បានតែផ្ទុយទៅវិញវ៉ាការីគឺសប្បាយចិត្តដែលរ៉ាន់តារ៉ូនឹងគឺជាសិស្សសាលានេះចិត្តនាងហើយនៅពេលនោះវ៉ាការីក៏សុំត្រឡប់ទៅផ្ទះវិញផងដែរហើយក៏បន្តទៀតថាខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំគឺបានស្គាល់លោកច្រើនជាងមុនរ៉ាន់តារ៉ូដោយការភ្នែករបស់វ៉ាការីបែបនេះធ្វើឲ្យរ៉ាន់តារ៉ូគឺមានអារម្មណ៍អត់សូវស្រួលនោះទេកាលពីមុននាងញ៉ាំនំខេកអស់ប៉ុន្តែសូម្បីនំខេកឥឡូវក៏នាងញ៉ាំអត់អស់ដែរម៉ាក់របស់រ៉ាន់តារ៉ូហ្នឹងក៏មកមើលរ៉ាន់តារ៉ូប៉ុន្តែរ៉ាន់តារ៉ូដូចខ្មោចងំ7ថ្ងៃចឹងដោយស្ដាប់ហេតុផលរបស់រ៉ាន់តារ៉ូហើយមានអីម៉ែទាញមកផ្ទាត់ថ្ងាសយកមកដោយអ្នកម្ដាយរបស់រ៉ាន់តារ៉ូហ្នឹងគឺបាននិយាយថាបកាច់យកហើយអញ្ចឹងហើយអត់មានជូនកូនកំមុំគេទៅផ្ទះទៀតហើយយកហើយបែរជាឲ្យកូនកំមុំគេដើរទៅតែឯងហើយរ៉ាន់តារ៉ូឯងគិតតែពីរឿងសាលាដែលមិនត្រូវគ្នាហើយឯងសួរមើលវ៉ាការីពេលដែលឮថាឯងអញ្ចឹងហើយនាងប្រើអត់ចម្លើយគឺអត់នោះទេនាងមិនខ្វល់ទេថារ៉ាន់តារ៉ូនឹងគឺជាសិស្សសាលាខេយ៉ូនោះទោះបីជាវ៉ាការីលើអ្នកដតីនិយាយអាក្រក់ៗពីរ៉ាន់តារ៉ូក៏នាងគឺអត់មានបែកចំណុចណាដែររ៉ាន់តារ៉ូបន្ទាប់ពីលើបែបនេះក៏យាដៃវាយទៅកាន់ខ្លួនឯងតែហេតុអីបានជាខ្លួនឯងអត់យល់អញ្ចឹងហេតុអីបានជាខ្ញុំល្ងងមកហេតុអីបានជាខ្ញុំគិតអត់បានវែងឆ្ងាយអញ្ចឹងព្រលឹមឡើងនៅពេលដែលវ៉ាការីដើរមកដល់សាលាភ្លាមក៏ឃើញជាមួយនឹងពីណាគេនៅឈរមុខសាលាប្រកាសហើយម្នាក់នេះគឺជារ៉ាន់តារ៉ូខំមកពីព្រលឹមដើម្បីមកសុំទោសទៅកាន់វ៉ាការីនឹងនេះឯងហើយជាល្ងាចមិញហ្នឹងពាក្យសម្ដីខ្ញុំនឹងក៏ជាវិលឹះទៅចឹងទៅវ៉ាការីដែលឃើញបែបនេះគឺអន់មុខចោលគឺអៀនមែនតើហើយក៏រៀងអន់ចិត្តទៅកាន់អាប៉ែហ្នឹងផងដែរហើយហាតែយកបីនាងបានរត់ចោលរ៉ាន់តារ៉ូហ្នឹងដោយសារតែរ៉ាន់តារ៉ូហ្នឹងគឺមើលមុខនាងពេកនាងគឺអត់សូវសមទេហើយនៅពេលនោះរ៉ាន់តារ៉ូក៏សុំទោសម្ដងទៀតខ្ញុំសុំទោសដែលខ្ញុំគិតតែពីរឿងសាលារបស់ពួកយើងអត់ត្រូវគ្នាដោយខ្ញុំគឺមិនបានគិតអំពីអារម្មណ៍របស់វ៉ាការីនោះទេតែធៀបទៅខ្ញុំក៏ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានរាប់អានវ៉ាការីហើយវ៉ាការីក៏ត្រឡប់មកញឹមដូចដើមវិញផងដែរហើយក៏និយាយថារឿងសាលាខេយ៉ូនិងសាលាឆេដូរីអត់ត្រូវគ្នាយ៉ាត់មានអីត្រូវវាយវល់ទេតែអីដែលខ្ញុំរវាយរវល់នេះគឺលោករ៉ាន់តារ៉ូហើយខ្ញុំសូមណែនាំឈ្មោះខ្ញុំសោះថ្មីខ្ញុំមានឈ្មោះថាKarako Wakari តើលោកមានឈ្មោះអ្វីដែរតារ៉ាន់តារ៉ូក៏តបទៅវិញទាំងចម្ងល់ខ្ញុំមានឈ្មោះថា Tatsumaki Kun រ៉ាន់តារ៉ូហើយពួកគេក៏ចែកជើងគ្នាទៅសាលារៀងៗខ្លួនផងដែរដោយមិញហ្នឹងពួកគេក៏បានដោះដូរឆាតគ្នាទៅមកផងដែរហើយយើងក៏ត្រឡប់ទៅពេលមុនហ្នឹងរ៉ាន់តារ៉ូក៏បានសុំទោសទៅកាន់វ៉ាការីម្ដងទៀតដែលគ្រាន់តែឃើញនាងហើយគឺបិទវាំងននភ្លាមមកហើយវ៉ាការីក៏បែរតបវិញថាហេកាប់តែរឿងអញ្ចឹងខ្ញុំអត់ដែរខ្វល់ផងហើយរ៉ាន់តារ៉ូក៏គិតបន្ថែមទៀតដែរថាហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគឺចង់ស្គាល់នាងឲ្យបានច្រើនជាងនឹងខ្លាំងមែនតើហើយក៏បើកបង្អួចដើម្បីមើលទៅកាន់អ្នកចិត្តខាងដោយអ្នកចិត្តខាងរបស់ខ្លួននឹងគ្មានពីណាឆ្ងាយទេគឺកញ្ញាវ៉ាការីនឹងឯងដោយវ៉ាការីនាងគឺលត់ផ្លោតផ្ដល់ស្នាមញញឹមឲ្យទៅកាន់រ៉ាន់តារ៉ូពីចម្ងាយនឹងនេះឯងហើយរ៉ាន់តារ៉ូក៏បានគិតទៀតដែរថាខ្ញុំហើយនឹងនាងមានអារម្មណ៍ថាដូចជាស្និទ្ធស្នាលជាងមុនមានអារម្មណ៍ថាពិភពលោករបស់ខ្ញុំនឹងគឺបានផ្លាស់ប្ដូរហើយរឿងយើងគឺចាប់ត្រឹមនឹងនេះឯងខ្ញុំអធិស្ឋានផងអ្នកទាំងអស់គ្នាដែលលឺសូរសំឡេងរំខានខ្លាំងមែនតើហើយខ្ញុំរីខនឹងគឺមិនបានដាក់កាសដាក់អីទេគឺទៅឆៅទាំងដុលយកមកតពេលចឹងទៅគឺលឺសូរសំឡេងញញ៉ៃច្រើនហើយគ្មានអីច្រើនទេកាលពីខន្តីអភ័យទោសទៅកាន់អ្នកទាំងអស់គ្នាផងបើសិនជាខ្ញុំនិយាយទោសខុសត្រង់ណាអធិស្ឋានឲ្យខ្ញុំផងអូហើយមុននឹងបញ្ចប់សាច់រឿងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ហើយនិងជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ដែលខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នាបាយបាយ